សូវិតសូមគ្រប់ជម្រាបសួរទៅដល់មិត្តភ័ក្តិទាំងអស់គ្នាថ្ងៃនេះគឺយើងដល់សប្តាហ៍នៃការបង្ហាត់រៀនសិក្សាសកម្មទៀតហើយអញ្ចឹងចង់ដឹងថាតើថ្ងៃនេះមានក្បាច់អីដែលថ្មីយើងទៅតាមដានទាំងអស់គ្នាបន្ទាប់មកយើងនឹងបង្ហាត់ជាមួយនឹងក្បាច់ដែលថ្មីបាទតោះទៅទស្សនាទាំងអស់គ្នារីករាយទស្សនាជាមួយនឹងការសម្ដែងរបស់ខ្ញុំបន្ទាប់មកខ្ញុំនឹងបង្ហាត់រៀននៅល្បិចរបស់វាទាំងអស់គ្នាបាទអញ្ចឹងនៅលើដៃរបស់ខ្ញុំគឺមានបៀមហូធម្មតាអាចពិនិត្យមើលបានបងប្អូនគ្នាយើងអាចជ្រែវាអាចសាប់វាមកឆ្លាញ់យើងអាចឲ្យគេសាប់ក៏បានមិនក៏បានតាមចិត្តកាច់វាចឹងមកបាទរួចរាល់អញ្ចឹងខ្ញុំបញ្ចាំម្ដងទៀតនេះគឺជាបៀធម្មតា52សន្លឹកខុសគ្នាទាំងអស់ណាដូចហ្នឹងតោះអញ្ចឹងខ្ញុំទុកបៀមួយដុំនៅត្រង់នេះអត់ប៉ះពាល់វាទេនៅទីនេះខ្ញុំមានក្រដាសសមួយសន្លឹកធម្មតាអញ្ចឹងខ្ញុំនឹងសរសេរសន្លឹកបៀ2សន្លឹកចូលទៅក្នុងក្រដាសសនេះបន្តមកចង់ដឹងថាខ្ញុំធ្វើអ្វីសូមតាមដានបងប្អូនណាតែខ្ញុំសូមលាក់ទុកសិនថាខ្ញុំមិនតន់ដឹងថាសរសេរសន្លឹកអីទេខ្ញុំពងសរសេរបែបនេះនឹងអូខេរួចរាល់បាទខ្ញុំទុកនៅត្រង់នេះអត់ប៉ះពាល់វាតោះងាកកាន់បៀវិញម្ដងបៀធម្មតាតមកខ្ញុំនឹងយកក្រដាសពណ៌សនេះសោកចូលទៅក្នុងបៀហ្នឹងកន្លែងណាក៏បានណាចាំមើលខ្ញុំសោកត្រង់នេះចុះដាក់ត្រង់ហ្នឹងដាក់ចូលវាបែបនេះបាទខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាមើលអត់តអូខេម្ដងទៀតបាទទៅត្រង់នេះឃើញទេក្រដាសនៅត្រង់នឹងដែរតោះអញ្ចឹងចាំមើលទាំងអស់គ្នាថាតើអ្វីដែលខ្ញុំធ្វើគឺវាបែបណាខ្ញុំនឹងរកក្រដាសសមិញហ្នឹងអូខេនៅទីនេះសន្លឹកដែលខ្ញុំសរសេរដាក់ក្រដាសសមានន័យថាខ្ញុំសរសេរបៀ2សន្លឹកអញ្ចឹងមានន័យថាខ្ញុំនឹងរើសយកអាបៀសងខាងដែលនៅអមអាសន្លឹកពណ៌សហ្នឹងតោះបែបនេះមើលនេះសិនចឹងខ្ញុំបានសរសេរកំមុំជួងហើយនឹង2ប៊ិចហើយអ្វីដែលយើងគិតស្មានមកដល់គឺវាបែបនេះខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាចង់ដឹងពីល្បិចផងវាតោះតាមដានការបង្ហាត់បង្រៀនរបស់គ្នាពេលនេះសូមរីករាយទស្សនាជាមួយនឹងការបង្ហាត់បង្រៀនសៀកជាមួយនឹងក្បាច់បៀនេះវិញម្ដងអញ្ចឹងអ្វីដែលយើងត្រូវការគឺបៀប៊ិចម្ដងហើយនឹងក្រដាសពណ៌សមួយក្រដាសអីក៏បានតាមចិត្តហើយក្រដាសនេះដែរយើងកាត់វាប៉ុនទំហំធំជាងបន្តិចឬមួយក៏ប៉ុនស្លឹកបៀហ្នឹងក៏បានដែរអត់បញ្ហាទេគឺដាក់វាចឹងមកអញ្ចឹងយើងទុកវាម្ដុំឥឡូវកលេចមើលមកកាន់បៀវិញម្ដងបៀនេះយើងអាចឲ្យគេសាប់កាច់មិនក៏បានតាមចិត្តយើងហើយយើងអាចជ្រែគេមើលដើម្បីបញ្ជាក់ថាបៀហ្នឹងយកបានរៀបចំទុកឬមួយក៏មានការលួចមើលអីកន្លែងណាគឺអត់មានទេយើងអាចគេសាប់មកឆ្លាញ់តាមចិត្តហើយបន្តមកទៀតយើងត្រូវកន្លឹះសំខាន់ក្នុង trick នេះដែរយើងត្រូវចងចាំស្លឹកខាងក្រោមហើយនិងខាងលើនេះយើងចងចាំពីទុកឲ្យយើងលួចមើលឧទាហរណ៍ថាយើងពេលយើងលាបៀលាបែបហ្នឹងគឺយើងលួចមើលខាងលើនេះមួយហើយហ្នឹងខាងក្រោមនេះមួយយើងលួចមើលណាបែបហ្នឹងតោះឧទាហរណ៍ថាខាងលើ7ជួងខាងក្រោម3ប៊ិចឧទាហរណ៍អញ្ចឹងតោះតមកយើងអូវាចូលមកពេលហ្នឹងយើងអត់សាប់បៀទៀតទេគឺយើងរក្សាបៀនៅដដែលអត់ឲ្យបែកទៅណាទេយើងទុកវាម្ដុំបន្តមកយើងសរសេរបៀ2សន្លឹកចូលទៅក្នុងក្រដាសពណ៌សនេះគឺយើងត្រូវសរសេរអាសន្លឹកដែលយើងបានចងចាំបាញ់មិញហ្នឹង7ជួងហើយនឹង3ប៊ិចយើងសរសេរវាចូលតែចងចាំថាពេលដែលយើងសរសេរយើងត្រូវបាំងកុំឲ្យអ្នកទស្សនាឃើញថាយើងសរសេរសន្លឹកអ្វីអសោះត្រូវចងចាំឡើងហ្នឹងដាច់ខាត់គឺឲ្យគេឃើញទេគឺដាក់អញ្ចឹងណាសរសេរមក Ủa luôn mà giờ
lắc from pi chuông dương pi chuông pi chuông hai nắng bay bịch tôi thôi chẳng mà tôi chuông hay nắng bay bịch tập anh nắng cái vô thay cái chuyện rồi đây tại trong trăm hai pi dương từ sáng cứ dương đại khát rồi này tôi nào mới đại khát nèต่อมายังกลับliên tục ok ចឹងរួចរាល់មួយជំហានហើយទី2យើងអាចឲ្យអាស្លឹកនេះกระดาษពណ៌សហ្នឹងឲ្យអ្នកទស្សនាអ្នកណាក៏បានដែលទស្សនាយើងឲ្យគាត់សោកចូលកន្លែងណាក៏បានដែរដោយសារមិញខ្ញុំសោកខ្លួនឯងប៉ុន្តែបើយើងមានអ្នកទស្សនាយើងឲ្យគាត់សោកកន្លែងណាក៏បានតាមចិត្តគាត់ដែរណាឧទាហរណ៍ខ្ញុំសោកត្រង់នេះចុះយើងឲ្យគេសោកមកត្រង់ហ្នឹងឲ្យវាចូលប៉ុណ្ណឹងតមកទៀតយើងគិតយើងនិយាយថាអូប្រហែលជាអ្នកទស្សនាប្រហែលជាមើលមិនទាន់យើងត្រូវលាគេមើលច្បាស់ថាกระดาษពណ៌សគឺនៅกระดาษមែនបន្ទាប់មកកន្លែងនេះគឺជាកលឹះដែលសំខាន់សម្រាប់យើងទាំងអស់គ្នាគឺយើងត្រូវយកសន្លឹកกระดาษពណ៌សនេះយើងដកវាចេញមកតមកយកមកដាក់ខាងលើនេះអូខេម្ដងទៀតយើងលាវាបែបហ្នឹងយើងយកទៅបង្ហាញគេថានេះគឺជាស្លឹកដែលគេបានសងបាញ់មិញតមកយើងយកហ៊ូបៀខាងនេះដាក់ពីលើបែបនេះដាក់ពីលើបែបហ្នឹងម្ដងទៀតខ្ញុំធ្វើយឺតៗមើលទាញមកបង្ហាញទៅគេយកខាងនេះដាក់ពីលើចឹងមានន័យថាស្លឹក7ជួរហើយនឹង3ប៊ិចគឺវានៅខាងក្រោមនៅចន្លោះរវាងអាស្លឹកពណ៌សហ្នឹងអូខេចឹងវារួចរាល់មួយទៀតចឹងជំហានចុងក្រោយយើងអាចលាបៀហ្នឹងមកចឹងយើងយក2សន្លឹករវាងស្លឹកពណ៌សហ្នឹងយើងអាចដកចេញឲ្យគេដកចេញក៏បានតាមចិត្តហ្នឹងមកតោះមកយើងបើកស្លឹកពណ៌សហ្នឹងសិនណាបើកគេមើលចឹងខ្ញុំប្រាប់ថាអូខ្ញុំបានសរសេរ7ជួរហើយនឹង3ប៊ិចអញ្ចឹងអ្វីដែលយើងនឹកស្មានដល់អាសងខាងហ្នឹងក៏វាបែបហ្នឹងដែរបាទគឺប៉ុណ្្នឹងទេចំពោះវីដេអូនេះដែរបើសិនអ្នកទាំងអស់គ្នាដូចថាអត់ទាន់យល់អត់ទាន់ច្បាស់អាចមើលសារឡើងដើមពី3ដងទៀតទៅមកខ្លួនឯងយល់បាទពេលនេះកម្មវិធីរបស់យើងបានឈានមកដល់ទីបញ្ចប់ខ្ញុំបាទសូវីតសូមអរគុណមែនទែនសម្រាប់ការទស្សនានៃកម្មវិធីនេះហើយសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តជាមួយនឹងក្បាច់មិញងាយមែនទែនអញ្ចឹងសូមអ្នកទាំងអស់គ្នាមើលហើយអនុវត្តវាធ្វើម្ដងឬក៏2ដង3ដងចាំយកទៅសម្ដែងអញ្ចឹងអ្នកទាំងអស់គ្នានឹងទទួលបាននៃចំណេះដឹងនៃក្បាច់នេះបាទសូមអរគុណមែនទែនសម្រាប់ការគាំទ្រនៃកម្មវិធីរបស់ខ្ញុំអរគុណបាយបាយ